សូមជូនរឿងសត្វទាំង4ដណ្ដើមគ្នាធ្វើស្ដេចកាលពីព្រៃនាយនៅក្នុងព្រៃដ៏ជ្រៅមួយមានសត្វជាច្រើនរស់នៅប៉ុន្តែព្រៃនោះគ្មានសណ្ដាប់ធ្នាប់ទេសត្វធំតែងតែធ្វើបាបសត្វតូចខ្លាដែលខ្លាំងជាងគេតែងតែចាប់សត្វទន់ខ្សោយមកធ្វើជាចំណីដោយគ្មានក្តីមេត្តាចំណែកឯដំរីវិញដោយសារតែខ្លួនធំគាត់តែងតែដាវជួនផ្ទះសម្បែងរបស់សត្វតូចខ្ទេចខ្ទីអស់សត្វទាំងអស់រស់នៅក្នុងភាពភ័យខ្លាចជារៀងរាល់ថ្ងៃពួកគេលែងមានសេចក្តីសុខទៀតហើយថ្ងៃមួយសត្វស្វាក៏បានស្នើថាពួកយើងមិនអាចរស់នៅបែបនេះបានទេយើងត្រូវការអ្នកដឹកនាំម្នាក់ដំណឹងនេះក៏បានផ្សព្វផ្សាយទៅគ្រប់ទិសទីនៅក្នុងព្រៃសត្វទាំងអស់បានយល់ព្រមហើយពួកគេក៏បានមកជួបជុំគ្នានៅក្រោមដើមជ្រៃធំមួយនេះជាការប្រជុំដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមកដើម្បីជ្រើសរើសស្ដេចមួយអង្គសត្វទាទុយចាស់ទុំមួយក្បាលបានប្រកាសថាតើនរណានឹងស្ម័គ្រចិត្តធ្វើជាស្ដេចរបស់យើងព្រៃទាំងមូលស្ងាត់ឈឹងគ្មាននរណាម្នាក់ហ៊ាននិយាយអ្វីឡើយភ្លាមនោះខ្លាដ៏កាចសាហាវក៏បានលោតចូលទៅកណ្ដាលវង់គាត់បានស្រែកក្រហឹមយ៉ាងខ្លាំងរហូតដល់ស្លឹកឈើជ្រុះពីលើដើមខ្លានិយាយថាអញត្រូវតែធ្វើជាស្ដេចអញខ្លាំងជាងគេអញអាចសម្លាប់ពួកឯងបានទាំងអស់សត្វតូចភ័យញ័រខ្លួនពួកគេមិនចង់បានស្ដេចដែលសាហាវបែបនេះទេខ្លាអង្គុយចុះហើយគិតថាគ្មាននរណាហ៊ានប្រកួតជាមួយខ្លួនឡើយស្រាប់តែដីក៏ចាប់ផ្ដើមរងាក់រងើដឹបដំរីដ៏ធំមហិមាក៏បានដើរចូលមកដល់គាត់បានលើកប្រមើយឡើងហើយស្រែកយ៉ាងខ្លាំងដំរីនិយាយថាទេខ្ញុំទៅសមជាស្ដេចខ្ញុំធំជាងគេខ្ញុំអាចកំទេចដើមឈើនិងលើកថ្មធំបានសត្វតូចគិតក្នុងចិត្តថាបើគាត់ធំបែបនេះគាត់ប្រកាសជាដាវជន់ពោះយើងស្លាប់មិនខានមិនទាន់ទាំងដំរីនិយាយចប់ផងស្រាប់តែស្វាក៏លោតចុះមកពីលើដើមឈើស្វាលោតចុះលោតឡើងយ៉ាងរហ័សរហួនធ្វើឲ្យសត្វដទៃវិលមកស្វានិយាយថាជ្រើសរើសខ្ញុំទៅខ្ញុំរហ័សរហួនជាងគេហើយខ្ញុំឆ្លាតណាស់សត្វទាំងអស់ចាប់ផ្ដើមវង្វេងពួកគេមិនដឹងថាត្រូវជ្រើសរើសអ្នកណាទេការជជែកវែកញែកក៏ចាប់ផ្ដើមឡើងសត្វខ្លះចង់បានខ្លាសត្វខ្លះទៀតចង់បានដំរីទីប្រជុំប្រែคล้ายទៅកន្លែងដ៏វឹកវរម្ដងទៀតសូម្បីតែបែកជនទាំង3ក៏ចាប់ផ្ដើមឆ្លោះប្រកែកគ្នាដែរនៅក្នុងចំណោមភាពវឹកវរនោះមានសត្វទន្សាយមួយក្បាលអង្គុយយ៉ាងស្ងៀមស្ងាត់សុភាទន្សាយបានទំពាស្លឹកឈើអស់រួចក៏ក្រអូបឈរឡើងគាត់បានដើរយ៉ាងស្ងៀមស្ងាត់ចូលតែកណ្ដាលចំណោមសត្វធំទាំងនោះភ្លាមនោះសត្វទាំងអស់ក៏ឈប់ឆ្លក់គ្នាហើយងាកមកមើលទន្សាយសុភាទន្សាយនិយាយដោយសុភាពថាបងខ្លាបងពិតជាខ្លាំងមែនប៉ុន្តែប្រសិនបើបងធ្វើជាស្ដេចតើបងនឹងចាប់ប្រជារាស្ត្ររបស់បងស៊ីជាអាហារនៅពេលបងឃ្លានដែរឬទេខ្លាឆ្លើយតបដោយស្ទាក់ស្ទើរថាស្ដេចក៏ត្រូវតែស៊ីអាហារដែរសត្វទាំងអស់ភ័យតក់ស្លុតយ៉ាងខ្លាំងនៅពេលឮចម្លើយនោះបន្ទាប់មកសុភាទន្សាយបែរទៅសួរដំរីថាបងដំរីបងពិតជាធំមហិមាមែនប៉ុន្តែនៅពេលបងដើរដោះស្រាយបញ្ហាក្នុងភូមិតើបងនឹងមិនដើរជន់ផ្ទះសម្បែងរបស់យើងទេឬទេដំរីអោនមុខចុះមើលជើងដ៏ធំរបស់ខ្លួនហើយនៅស្ងៀមមិនហ៊ានឆ្លើយចំណែកឯស្វាវិញគ្មាននរណាចាប់អារម្មណ៍គេទេព្រោះគេមិនមានភាពចាស់ទុំពេលនេះនៅសល់តែសុភាទន្សាយម្នាក់ឯងនៅកណ្ដាលវង់គាត់បាននិយាយទៅកាន់សត្វទាំងអស់ថាកម្លាំងនិងរាងកាយធំមិនអាចធ្វើជាស្ដេចបានទេស្ដេចពិតប្រាកដត្រូវមានបញ្ញាដើម្បីដោះស្រាយបញ្ហានិងមានចិត្តមេត្តាដើម្បីការពារអ្នកទន់ខ្សោយសត្វទាំងអស់បានយល់ព្រមតាមសម្ដីរបស់សុភាទន្សាយពួកគេចាប់ផ្ដើមស្រែកហូដោយក្តីរីករាយពួកគេស្រែកព្រមគ្នាថា
យើងយកសុភាទន្សាយធ្វើជាអ្នកដឹកនាំរបស់យើងសុភាទន្សាយញញឹមហើយទទួលតួនាទីនេះដោយក្តីបន្ថែបទុំដំរីបានប្រើប្រមើយរបស់ខ្លួនលើកសុភាទន្សាយដាក់លើគល់ឈើខ្ពស់មួយចាប់ពីថ្ងៃនោះមកសុភាទន្សាយក៏ក្លាយជាអ្នកកាត់ក្តីដ៏ឆ្លៀកវាយប្រចាំព្រៃព្រៃទាំងមូលក៏មានសេចក្តីសុខសាន្តភាពត្រឡប់មកវិញក្រោមការដឹកនាំប្រកបដោយបញ្ញារបស់គាត់រឿងនេះបង្រៀនយើងថាបញ្ញាគឺសំខាន់ជាងកម្លាំងបាយ